អូសស្ដីតែជនមកវ៉ាញ់កាហ្វេទាំងអស់គ្នាថ្ងៃនេះបង្ហាញអំពីវីដេអូមួយដែលសំខាន់មែនទែនសម្រាប់ម៉ាស៊ីនកាហ្វេជាពិសេសទៅជាមួយនឹងម៉ាស៊ីនកាហ្វេ Mac Pro Freeze ដៃឆុងមួយខ្នាតមួយជ្រុងមកបងប្អូនដែលមានជាមួយនឹងរូបរាងបែបនេះនៅវីដេអូនេះយើងផ្ដោតជាមួយនឹងការលាងតែលើម៉ាស៊ីនដែលយើងចាក់ទឹកពីក្រោយណាបងចឹងបងប្អូនអាច follow បានពីដំបូងយើងអាចយកជាមួយនឹងធុងទឹករបស់យើងចាក់ទឹកស្អាតចំណុះ1លីត្រកន្លះបងប្អូនបន្ទាប់មកយើងយកជាមួយនឹងកែវ steam ក៏បានកែវអីក៏បានណាយើងដាក់ជាមួយនឹងទឹកក្តៅអ៊ុនៗចំណុះ100 ml ទឹកក្តៅអ៊ុនៗណាបងប្អូនបញ្ជាក់ហើយយើងប្រើជាមួយនឹងម្សៅលាងនេះយើងមានចែកជូនជាមួយនឹងអតិថិជនជាមួយនឹងកញ្ចប់សេវាកម្មដែរណាយើងចែកជូនគាត់ free អញ្ចឹងយើងប្រើជាមួយនឹងស្លាបព្រាចំនួន2ស្លាបព្រាហ្នឹងទៅបើសិនជាបងប្អូនអត់មានជាមួយនឹងស្លាបព្រាហ្នឹងទេគឺយើងអាចប្រើជាមួយនឹងស្លាបព្រាកូរកាហ្វេអញ្ចឹងយើងដាក់តែ2ស្លាបព្រាយើងកូរវាឲ្យសព្វណាបងប្អូនបន្ទាប់ពីយើងកូរធ្វើម៉េចឲ្យរៀងបែកជាមួយនឹងម្សៅលាងហ្នឹងបន្តិចអូខេហើយយើងអាចមើលជាមួយនឹងវីដេអូនេះបងប្អូនយកទៅចាក់ចូលទៅក្នុងធុងទឹករបស់យើងដែលយើងប្រើជាមួយនឹងទឹកស្អាតបញ្ជាក់បងប្អូនតិចការប្រើប្រាស់ទឹកសំខាន់មែនតើសម្រាប់ការប្រើប្រាស់ទឹកសូមបងប្អូនប្រើជាមួយនឹងទឹកស្អាតឬក៏ទឹកធំសូមកុំប្រើជាមួយនឹងទឹករ៉ូម៉ូណេអូខេបន្ទាប់មកយើងលាយចូលទឹកថ្នាំយើងចូលហើយយើងយកធុងទឹកហ្នឹងទៅដាក់នៅខាងក្រោយម៉ាស៊ីនកាហ្វេរបស់យើងវិញយើងធ្វើការបិទគម្របបន្ទាប់មកគឺយើងបើកជាមួយនឹងម៉ាស៊ីនរបស់យើងហើយយើងត្រូវចុចជាមួយនឹងប៊ូតុង discard គឺជាប៊ូតុងលាងណាបងប្អូនអូខេយើងចុចមកពោកមករួចហើយយើងធ្វើការចុចជាមួយនឹងប៊ូតុងមួយ shot ដល់ទៅពេលប៊ូតុងមួយ shot ហ្នឹងបន្ទាប់ពីហូរទឹកខ្លួនឯងហើយបងប្អូនចុចជាមួយនឹងប៊ូតុង2 shot បន្ទាប់ពីចុច2 shot ហើយគឺយើងចុចជាមួយនឹងប៊ូតុងទឹកក្តៅបន្ទាប់ពីចុចទឹកក្តៅហើយគឺយើងចុចគ្រប់ប៊ូតុងទាំងអស់លើកឡើងទៅប៊ូតុង discard ណាបងប្អូនយើងអាច follow ជាមួយនឹងវីដេអូនេះទៅយើងធ្វើអញ្ចឹងដដែលទៅណាបងប្អូនធ្វើតាមវីដេអូនេះបន្ទាប់ពីយើងចុចគ្រប់ប៊ូតុងហើយបងប្អូនគឺយើងបើកជាមួយនឹង steam យើងបើកឲ្យអស់ដូចនៅក្នុងវីដេអូដែល admin បង្ហាញនេះបន្ទាប់ពីយើងបើក steam ចោលហើយបងប្អូនធ្វើការបិទ steam វិញមួយហើយយើងដោយសារទឹកនៅឡើងត្រេរបស់យើងពេញបងប្អូនអញ្ចឹងយើងត្រូវដកយកត្រេហ្នឹងយកទៅចាក់ទឹកចេញសិនណាបន្ទាប់មកយើងយកមកដាក់វាវិញមកយើងបន្តធ្វើរហូតទៅដល់ទឹករបស់យើងនៅសល់តែកន្លះអូខេអញ្ចឹងយើងចុចប៊ូតុងនឹងម្ដងទៀតប៊ូតុងយើងចុចប៊ូតុងមួយ shot 2 shot ប៊ូតុង menu ប៊ូតុងអីក៏បានដែរព្រោះយើងលាងជាមួយនឹងប្រព័ន្ធទុយោតែមួយទេណានៅខាងក្នុងតែបងប្អូនអាចចុចជាមួយនឹង menu នេះក៏បានដែរយល់ខ្ញុំស្នើសុំឲ្យបងប្អូនធ្វើទៅតាមវីដេអូនេះទៅដើម្បីកុំឲ្យជៀសវាងការខុសសម្រាប់ការលាងម៉ាស៊ីននេះគឺមានសារៈសំខាន់មែនតើព្រោះវាមានតួនាទីចូលទៅលាងជាមួយនឹងទុយោដែលមាន